នាងខ្ញុំឈ្មោះប៉ង់សៅនីចាជាពេទ្យផ្នែករោគស្ត្រីហើយខ្ញុំមានទទួលសេវាកម្មប្រឹក្សាសុខភាពផ្នែករោគស្ត្រីនិងមានផលិតផលដែលនាំចូលរបស់អាមេរិកដោះស្រាយទៅលើបញ្ហារោគស្ត្រីដែលធ្វើខ្ញុំចង់មករៀននៅវគ្គសិក្សានេះដោយសារតែខ្ញុំចង់យល់ច្បាស់ពីការធ្វើ personal branding ដែលកន្លងមកខ្ញុំធ្វើជាវីដេអូអីផ្សេងៗគឺខ្ញុំធ្វើតាមការយល់ឃើញរបស់ខ្ញុំទេអត់មាន step អត់មានមេរៀនអត់មានអីទាំងអស់ចឹងខ្ញុំចង់សិក្សាវគ្គនេះដើម្បីឲ្យយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងពាក្យថា personal branding ផ្សព្វផ្សាយទៅលើបណ្ដាញសង្គមតែគេផ្សព្វផ្សាយបែបម៉េចដែលមានគុណតម្លៃហើយបន្ទាប់ពីវគ្គសិក្សាមួយនេះខ្ញុំទទួលបានទី1គឺពាក់ព័ន្ធជាមួយនឹងការធ្វើ content ទាក់ទងនឹងការធ្វើវីដេអូកាន់តែច្បាស់ជាងមុនជាពិសេសវីដេអូដែលផលិតមកដែលមានអារម្មណ៍ថារៀងស្តង់ដារមានគុណតម្លៃហើយមួយទៀតគឺធ្វើឲ្យគេកាន់តែស្គាល់ខ្ញុំច្រើនជាងមុនថាខ្ញុំផ្សព្វផ្សាយវីដេអូទៅឲ្យគេស្គាល់ថាខ្ញុំជាអ្នកណាផ្ដោតទៅលើការដោះស្រាយបញ្ហាអីហើយមួយទៀតគឺតេតូននឹងការផ្សព្វផ្សាយតាមរយៈ TikTok កាន់តែច្បាស់ជាងមុនហើយតាមរយៈ YouTube កាន់តែច្បាស់ជាងមុនហើយតាមរយៈបណ្ដាញសង្គម Facebook កាន់តែច្បាស់ជាងមុនក្នុងនាមខ្ញុំជាសហគ្រិនមួយរូបខ្ញុំចង់ណែនាំទៅដល់សហគ្រិនផ្សេងៗទៀតឬក៏ម្ចាស់អាជីវកម្មផ្សេងៗទៀតដែលមានបំណងចង់ផ្សព្វផ្សាយឬក៏ចង់ធ្វើជាវីដេអូបែប content បែបតាក់ទាញឬក៏ content វីដេអូដែលមានប្រយោជន៍ឬក៏គុណតម្លៃអាចសិក្សាវគ្គនេះបានគឺល្អខ្លាំងមែនតើសូមអរគុណដល់ BKD Academy ដែលបានបង្កើតវគ្គសិក្សាខ្លីនេះមួយតែទទួលបានលទ្ធផលល្អមែនទែនសម្រាប់ខ្ញុំ